កន្លែងមួយនេះនៅពេលដែលអ្នកតគ្នាបានទៅហើយអ្នកតគ្នានឹងទទួលបានអារម្មណ៍ស្រស់ស្រាយពីបែបក្នុងពេលតែមួយដែលអារម្មណ៍ទី1ដែលអ្នកតគ្នានឹងទទួលបាននោះគឺ vibe បែបសមុទ្រណាមាន sunset មានទាំងអាំងហែលទឹកហើយនិងអាហារឆ្ងាញ់ៗ vibe ទី2នោះគឺបែបប្រាសាទបុរាណដូចនៅសៀមរាបចឹងបើសិនជាអ្នកតគ្នាចង់ទៅលេងពីបែបក្នុងពេលតែមួយដូចដែលខ្ញុំបានបង្ហាញអញ្ចឹងអ្នកតគ្នាអាចមកខេត្តប្រសេនុបានហើយឆ្នេរដែលខ្ញុំទៅនឹងគឺមានឈ្មោះថាឆ្នេរឯក្រិចហើយទីតាំងដែលខ្ញុំបានបង្ហាញមុនហ្នឹងគឺមានឈ្មោះថា Independent Hotel ឬក៏សន្តាគារឯក្រិចដែលស្ថិតនៅក្នុងបណ្ដោយឆ្នេរឯក្រិចតែម្ដងកន្លែងដែលខ្ញុំកំពុងតែបង្ហាញអ្នកទាំងគ្នានោះគឺជាអាងហែលទឹកនៅលើសន្តាគារគេតែម្ដងប៉ុន្តែពួកខ្ញុំអាចបាន enjoy ឬក៏លេងនៅកន្លែងហ្នឹងទេពួកយើងបានដើរចុះទៅក្រោមរហូតដើរទៅត្រង់រហូតដល់អ្នកទាំងគ្នាបន្ទាប់មកគឺយើងបត់ស្ដាំមកបន្តិចមកចុះកាត់ចដើនេះយើងនឹងឃើញសមុទ្រដ៏ធំល្វឹងល្វើយហើយសមុទ្រនឹងដែរនឹងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហ្មងជាពិសេសនៅពេលដែលបានទៅជាមួយគ្រួសារទៀត best អត់ដឹងនិយាយថាម៉េចដឹងតែនិយាយថា best ហ្មងព្រោះដោយសារវាស្អាតខ្លាំងពេកកន្លែងនេះវិញគឺធ្វើឲ្យយើងមានអារម្មណ៍ថាយើងកំពុងតែស្ថិតនៅខេត្តសៀមរាបប៉ុន្តែយើងអាចសម្លឹងមើលឃើញខេត្តព្រះសីហនុបានព្រោះដោយសារមានខ្លោងទ្វារប្រាសាទហើយឃើញសមុទ្រទៀតអាងហែលទឹករបស់គេធំខ្លាំងមែនទែនអ្នកនរគ្នាសំខាន់នៅពេលដែលយើងហែលទឹកហ្នឹងគឺអាងហែលទឹករបស់គេហ្នឹងគឺជាប់សមុទ្រតែម្ដងបើសិនជាយើងទៅពេលល្ងាចអីគឺឃើញ sunset ធំខ្លាំងមែនទែនប៉ុន្តែដោយសារតែពេលហ្នឹងគឺខ្ញុំអត់បានទៅដល់ពេលល្ងាចទេប្រញាប់មកអំពេញវិញហ៎ហើយសូមបញ្ជាក់ណាគឺវីដេអូនេះគឺធ្វើឡើងតាំងពីខ្ញុំនៅខ្មែរមកហើយឥឡូវខ្លួននៅម៉ាឡេទេប៉ុន្តែអារម្មណ៍គឺកំពុងតែដកជាប់នៅក្នុងវីដេអូនឹងនៅឡើយទេឬក៏អាចនិយាយបានថាអារម្មណ៍ពេលនេះគឺវាអត់ហោះមកតាមខ្លួនសោះគឺវានៅស្រុកខ្មែរនៅឡើយព្រោះដោយសារតែប្រទេសកម្ពុជាយើងគឺស្អាតខ្លាំងមែនទែនហើយពួកខ្ញុំក៏បានកំងភេសជ្ជៈញ៉ាំអីចឹងណាបងមកខ្ញុំគឺអង្គុយ unboxing នេះមិនមែនអីវ៉ាន់អីទេគឺជាប្រភេទនំខេកណាតែគ្នាគឺតំណងហើយតំណងមកជុំឯងងុំឆ្ងាញ់ហ្មងនំខេកគេគឺអត់សូវផ្អែមទេតម្លៃមកសមរម្យអាចឲ្យយើងទទួលយកបានណាហើយបើអ្នក enjoy trip នឹងខ្លាំងជាងគេគឺក្មួយខ្ញុំតែម្ដងពីអ្នកមីគេគឺអង្គុយងូតទឹកអត់ចង់ងើបតែម្ដងហើយខ្ញុំនិយាយមែនណាគឺទេសភាពមួយគឺស្អាតដែរបើសិនជាពុកម៉ែបងប្អូនចង់ទៅមិនបាច់ចាំចំណាយពេលវេលាទៅគេងនៅសន្តាគារគេទេគ្រាន់តែទៅញ៉ាំអីបន្តិចតួចក៏យើងអាចទៅហែលទឹកឬក៏ទៅ enjoy នៅទេសភាពនៅកន្លែងហ្នឹងដែរបើអ្នកទាំងគ្នាបានមកជាលក្ខណៈក្រុមគ្រួសារដូចពួកខ្ញុំទៀតហត់តែសប្បាយទៀតនេះដូចបងអូនខ្ញុំអញ្ចឹងគេថតជាលក្ខណៈក្រុមគ្រួសារ3នាក់ម្ដាយឪពុកកូនអីចឹងណាអូខ្ញុំនិយាយមែនស្អាតខ្លាំងណាស់តែគ្នាហើយនៅកន្លែងនេះគឺមានអាប្រភេទនេះជាប់ថ្មហ្នឹងអាហ្នឹងគឺយើងយកមកញ៉ាំបានណាហើយពួកយើងក៏បានថតនៅកន្លែងកញ្ចក់មូលនេះទុកជាអនុស្សាវរីយ៍ដែរព្រោះដោយសារអត់មានពីណាគេថតឲ្យអញ្ចឹងក៏ដើរមកឃើញកន្លែងកញ្ចក់ហ្នឹងក៏ថតចឹងទៅអូយសន្តាគារគេគឺស្អាតខ្លាំងមែនទែនបើសិនជាមានឱកាសលើកក្រោយទៀតខ្ញុំនឹងទៅកន្លែងហ្នឹងហើយខ្ញុំនឹងគេងមកយប់2យប់អីចឹងទៅ enjoy ជាមួយនឹងគ្រួសារបន្ទាប់ពីចេញមកពីកន្លែងហ្នឹងហើយគឺពួកយើងបានចូលញ៉ាំអីនៅធុកកាហ្វេក្មួយខ្ញុំនិយាយពីថាចូលហាងកាហ្វេដូចនៅផ្ទះគាត់ចឹងល្មៀលពេញណែនៅមានវីដេអូច្រើនជាងនឹងប៉ុន្តែខ្ជិលញ៉ៃកុំឲ្យក្មួយធំឡើងឃើញវីដេអូខ្លួនឯងអៀនអីចឹងណាឃើញក្មួយឃើញប្អូនឃើញម៉ាក់ហើយឃើញប៉ាឃើញទេសភាពនៅស្រុកខ្មែរស្អាតដែរសឹងតែថាហោះត្រឡប់ទៅស្រុកខ្មែរវិញភ្លាមហ្មងណាហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាយ